បកងដុតជាមួយនឹងបើម្ទេសធានាថាបងប្អូនបានធ្វើញ៉ាំហើយគឺដឹងតែសប្បាយចិត្តជាងបានទៅដេតគុណ2ហ្មងហើយមួយមុខនេះធ្វើអត់យូរទេបងប្អូននិយាយទៅធ្វើតែខ្ទង់15ទៅ20នាទីអីហ្នឹងគឺបានញ៉ាំហើយសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាបកងហ្នឹងឯងបកងយើងលាងទឹកលាងអីឲ្យស្អាតហើយកាត់ព្រុយកាត់ជើងវាចេញហើយយើងយកកត្រៃមកឆូតកន្លែងខ្នងរបស់វាអញ្ចឹងដើម្បីឲ្យគ្រឿងដែលយើងប្រឡាក់ទៅហ្នឹងគឺវាចូលចិត្តទៅដល់ក្នុងសាច់បកងដែរបន្ទាប់ពីហ្នឹងមកយើងមករៀបចំគ្រឿងផ្សេងៗទៀតដែលយើងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសម្ទេសជាមួយនឹងក្រូចឆ្មាអីហ្នឹងសម្រាប់ខ្ទឹមសក៏ខ្ញុំប្រើរៀងច្រើនខ្ទឹមសហើយនឹងម្ទេសហ្នឹងគឺយើងបុកដើម្បីប្រឡាក់ជាមួយបកងផងហើយពាក់កណ្ដាលទៀតគឺទុកសម្រាប់ធ្វើទឹកត្រីកោះកុងអញ្ចឹងហើយបាទខ្ញុំដាក់ពីរមុខនឹងរៀងច្រើនបន្ទាប់ពីយើងបុកវាម៉ត់មកល្មមហើយយើងយកវាមកប្រឡាក់ជាមួយបកងសម្រាប់ខ្ទឹមជាមួយម្ទេសហ្នឹងគឺខ្ញុំដាក់តែពាក់កណ្ដាលទេបន្ទាប់មកគឺយើងបន្ថែមគ្រឿងទឹកប្រេងខ្យងក៏ខ្ញុំប្រើចំនួន2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយនិងស្ករចំនួនកន្លះស្លាបព្រាបាយបន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលរួចរាល់ហើយយើងច្បល់បកងជាមួយនឹងគ្រឿងទាំងអស់ហ្នឹងឲ្យចូលជាតិសព្វល្អមកសម្រាប់ការច្បល់នេះគឺរៀងយូរបន្តិចមែនណាបងប្អូនដើម្បីឲ្យវាចូលជាតិបានសព្វល្អយើងច្បល់មើលទៅវាចូលជាតិមកល្មមហើយគឺយើងទៅរៀបចំគ្រឿងសម្រាប់ដុតហ្មងបកងដុតអញ្ចឹងគឺយើងប្រើគល់ស្លឹកគ្រៃរៀងច្រើនបន្តិចមែនណាបងប្អូនប្រើ5-6គល់ហើយដំវាឲ្យបែកល្អមករំដេងយើងប្រើម្ដុំប្រហែលជាប៉ុនមេដៃមេជើងកាត់វាជាដុំរាងតូចៗហើយនឹងស្លឹកក្រូចសើច5-6ស្លឹកបន្ទាប់ពីនឹងមកយើងមករៀបចំគ្រឿងសម្រាប់ដាក់ដុតបកងហ្មងដំបូងគេហ្នឹងគឺយើងរៀបគល់ស្លឹកគ្រៃដាក់ផ្នែកបាតយើងរោយរំដេងជាមួយនឹងស្លឹកក្រូចសើចពីលើហ្នឹងមកហើយចាំយើងយកបកងដែលយើងបានប្រឡាក់គ្រឿងហើយស្រាប់ហ្នឹងដាក់វាពីលើហើយបរិយាកុំឲ្យវាកកគ្នាខ្លាំងពេកបងប្អូនធ្វើមិនឲ្យវាស្មើគ្នាបន្ទាប់មកយើងចាក់ប្រេងឆាចូលសម្រាប់ប្រេងឆាប្រើរៀងច្រើនបន្តិចមកបងប្អូនព្រោះអីដុតអញ្ចឹងត្រូវការប្រើប្រេងឆាបន្តិចហើយសម្រាប់ការដុតបកងគឺអត់យូរទេបងប្អូនលើកទី1ហ្នឹងខ្ញុំគ្រប់គម្របទុកប្រហែលជាខ្ទង់6ទៅ7នាទីយើងបើកគម្របចេញហើយយើងកូរច្បល់វាចូលគ្នាមកណាបងប្អូនព្រោះអីគឺវាអត់ខ្លោចទេដោយសារតែយើងដុតលឿនយើងកូរច្បល់គល់ស្លឹកគ្រៃហើយនឹងគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលជាតិឈ្ងុយល្អហើយគ្របវាទុកម្ដងទៀតប្រហែលជាខ្ទង់3នាទីយើងបើកគម្របម្ដងទៀតមកគឺរួចរាល់ហើយបងប្អូនយើងកូរច្បល់វាមិនបន្តិចឲ្យវាចូលជាតិសព្វល្អជាមួយនឹងគ្រឿងហើយខ្ញុំស្រង់គល់ស្លឹកគ្រៃចេញបងប្អូនដោយសារគល់ស្លឹកគ្រៃហ្នឹងគឺយើងអត់ញ៉ាំដដែលហ្នឹងតែប៉ុណ្្នឹងមកបកងដុតជាមួយបើម្ទេសរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់មុខនេះញ៉ាំតែទេក៏បានឬក៏ញ៉ាំជាមួយទឹកត្រីកោះកុងក៏បានដែរសម្រាប់ការធ្វើទឹកត្រីកោះកុងរបស់ខ្ញុំហ្នឹងដំបូងគេគឺខ្ញុំប្រើទឹកត្រីចំនួន3ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេជាមួយនឹងស្ករ1ស្លាបព្រាបាយកន្លះបន្ទាប់មកយើងច្របាច់ក្រូចឆ្មាចូល3-4ចំណិតហើយខ្ញុំបន្ថែមទឹកឆ្អិនបន្តិចហើយសម្រាប់ទឹកត្រីកោះកុងនឹងដែរបើសិនជាបងប្អូនមានវិធីធ្វើខ្លួនឯងបើចាំធ្វើតាមខ្ញុំក៏បានដែរបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រៅចូលរួចរាល់ហើយកូរច្បល់វាឲ្យចូលជាតិភ្លក់មើលហើយថែមថយគ្រឿងប៉ុន្តែសម្រាប់ខ្ញុំគឺមិនល្មមមកបងប្អូននិយាយទៅខ្ញុំអត់ថែមថយអីទៀតទេហើយបកងដុតអំបិលម្ទេសនេះសរុបរយៈពេលដែលយើងដុតហ្នឹងប្រហែលជាខ្ទង់10នាទីអីហ្នឹងបងប្អូននិយាយទៅកុំឲ្យលើសពីហ្នឹងព្រោះឯបកងតែកាលណាឆ្អិនជ្រុលវាទៅជារាងខ្សោះអញ្ចឹងណាហើយពេលដែលយើងញ៉ាំហ្នឹងបងប្អូនពេលបកមើលនៅក្នុងក្បាលរបស់វាហ្នឹងកុំភ្លេចយកអាម្ដុំនៅក្នុងក្បាលរបស់វាចេញផងអាហ្នឹងរបៀបដូចកាពះរបស់វាអញ្ចឹងណាដូចតែក្តាមអញ្ចឹងបងប្អូនក្តាមក៏វាមានអាម្ដុំនឹងដែរនិយាយទៅបើសិនយើងញ៉ាំទាំងអាហ្នឹងវារបៀបដូចញ៉ាំពោះត្រីឬក៏ពោះអីរបស់វាអញ្ចឹងណាហើយសម្រាប់បកងរបស់យើងពេលដុតចេញមកក្លិនគឺឈ្ងុយខ្លាំងមែនតើហ្មងហើយរសជាតិវិញមិនមែនសាបទេណាឃើញថាខ្ញុំជ្រលក់ទឹកត្រីកោះកុងអញ្ចឹងមែនប៉ុន្តែវាមានរសជាតិស្រាប់ហើយបងប្អូនរសជាតិរបស់វានឹងមកល្មមញ៉ាំគ្រាន់តែថាយើងញ៉ាំតែក៏មួយបែបជ្រលក់ជាមួយទឹកត្រីកោះកុងហ្នឹងក៏មួយបែបដែរហើយសម្រាប់ទឹកត្រីកោះកុងវិញយើងធ្វើអត់យកប្រៃខ្លាំងពេកទេណាព្រោះអីបកងរបស់យើងក៏វាមានជាតិហើយអញ្ចឹងហើយបើសិនជាយើងធ្វើទឹកត្រីកោះកុងប្រៃជ្រលក់ជាមួយបកងរបស់យើងវាមានជាតិស្រាប់ទៀតគឺកាន់តែប្រៃថែមទៀតដែរហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ